អានពេលវេលានេះខ្ញុំពិតជាចង់សែតជាមួយនឹងបងតាពីខាងមែនតែប៉ុន្តែខ្ញុំឈប់សែតវិញដោយសារចេះយករឿងយើងបានដល់ទីបញ្ចប់ហើយអូយខ្ញុំរងចាំពេលវេលានេះជាយូរខែឆ្នាំហើយជឿជាក់ថាបងប្អូនរងចាំយូរហើយពីព្រោះថាសាច់រឿងមួយនេះពួកខ្ញុំចាំយូរហើយបាទថាបីដូចជាសាច់រឿងឥណ្ឌាបាទមិនងាយចេះចប់ទេឥឡូវបានចាំហើយសប្បាយចិត្តដល់បងប្អូនហូមួយ បងប្អូនដឹងទេថាជាពេញចិត្តសម្រាប់សាច់រឿងបញ្ចប់ភាពបញ្ចប់របស់យើងបងយ៉ារ៉ូពីព្រោះថាបងសុបិនបងសុបិនបងគ្រឿននឹងតែជាស្វាមីដ៏ល្អចាតាមពិតការសម្ដែងបងគឺគាត់សម្ដែងលេងសើចតែបន្តុកគាត់សម្ដែងមែនតើណា អត់ទេចង់និយាយចេះមកពីគ្រឿនណា បងយំមែនតើ ចង់និយាយចេះខ្ញុំតាមពិតសាច់រឿងខ្ញុំអត់ត្រូវយំទេប៉ុន្តែមកពីខ្ញុំឃើញភ្នែកគាត់ឃើញភ្នែកគាត់លីងយលងគេថាតារាសម្ដែងអូនឯងត្រូវចាំណា បាទ តារាភ្នែករឹងយ៉ាងណាក៏ដោយភ្នែករឹងជាផ្សេងមេឃមិនលោអូនឯងស្គាល់គាត់ បាទរឿងស្អីគេចៅពុកគីកង បាទ ហ្នឹងហើយផ្ទះគាត់ផងបោចសក់គាត់ផងគាត់អត់យំទេណាតើមានអ្នកណាម្នាក់ដែលតារាទឹកភ្នែកហ្នឹងមកដល់គាត់តែ1 2 3បញ្ចេញអាទឹកភ្នែកលីងយលងអាមើលមុខគាត់អញ្ចឹងគាត់ទឹកភ្នែកមកហ្មងហើយខ្ញុំមានត្រូវយំណានេះទឹកភ្នែកលីងយលងឯងនេះអួលដើមតដែរបង អូចឹងនេះជាវិធីសាស្ត្រមួយដែរសម្រាប់បងប្អូនដែលចង់ខ្លាចជាតារាសម្ដែងទឹកភ្នែកអីមើលគំរូតាមបង្តុកក្នុងគ្រឿនបានបាទ ដល់ចឹងអាដង្ហើមយកបុកមកពីក្នុងមកទឹកភ្នែកហូរមក តែអត់មានដិតដាមរឿងពិតអីក្នុងគ្រួសារខ្លះទេតែលោកវាអាចជាប់ពីផ្សារជាប់ទៅ តែខ្ញុំមករយៈពេល22ឆ្នាំនេះខ្ញុំប្រាប់ទឹមរត់ចោលផ្ទះម្ដងឯង តែបងតោះបាញ់ពេញចិត្តឲ្យបងស្រាប់សាច់រឿងពីបញ្ចប់ដែរ និយាយទៅបើលក្ខណៈថាជាស្ត្រីមេផ្ទះចំមិនខ្វល់ពីប្តីមានស្រីមិនខ្វល់ពីប្តីដើរលេងយប់និងសេចក្តីសុខនៅក្នុងគ្រួសារពិតជាមានបើសិនជាជីវិតបងពិតគឺថាចុងក្រោយបងអត់សូវពេញចិត្តហ្មងទេ ព្រោះដឹងដែរ តែសារបងចង់ដឹងថាពិតប្រកបប្តីបងមានស្រីបងចង់វាយ អូយ វាយប្តីបងអត់វាយមនុស្សស្រីទេ ចា បាទ ដោយសារខុសពីយើងមនុស្សប្រុស សំខាន់លើអាស្រ័យលើការតាក់ទងមិត្តភ័ក្តិខាងក្រៅបើមិនយ៉ាងជួបមិត្តភ័ក្តិដែលគាត់ទៅហាងម្លុកហ្នឹងគឺម្លុកហ្នឹងម្លុកនោះ អត់ទេកន្លែងហ្នឹងគ្រឿននិ ហើយ យា ចាំ យ បើ ហ្នឹង ខ្ញុំនៅប្រុសខ្ញុំមិនដឹង បងចង់និយាយ ចា បាទប៉ុន្តែមិនមែនមកខុសពីគេទេមកពីយើងដែរ អត់ទេ មកពីយើងដែរយើងចាំទៅមួយអ្នកណាក៏ដោយបើសិនយើងមិនចិត្តយើងនឹងចិត្តយើងដឹងពីកាញ់របស់យើងដឹងពី អូ គុណ យ សម្ប រឿង ត្តិ នេះ យើង វែងញ៉ាត់ចោលទៅតែបងមកជួយវែងញ៉ាច់ ព្រោះហេតុក៏ សុំតបងបានយើងអស់កៅអីអញ្ចឹងបាញ់ជួយមកឈរកដាខាង ឈ ក្រោ រ យ ដូចជាអញ្ញាកដាអញ្ចឹងមកណា នេះឈរកដាបងតោះឲ្យបង្គ្រឿនទៅបងយ៉ារ៉ូទៅអង្គុយកន្លែងដើម នេះ មកបងវែកញែកមក ឥឡូវគេវែកញែកនេះប្រាប់មិនអាការវែកញែកមិន មិនអាចវែកញ៉ាច់បាន អត់ទេគាត់អ្នកទៅសេប្រូបាត់ចម្រៀងហ្នឹងគាត់ដឹងការវែកញែករបស់ ចា គាត់ និយាយថានៅគាត់ទៅសេបានបត់មិនក៏បានដែរសាច់រឿងធ្វើឲ្យបានប៉ុន្តែអារម្មណ៍ពិតរបស់គាត់មិនអាចធ្វើបាន មិនចឹង ដូចមនុស្សខូចដាំហើយឲ្យរឿងអ្នកប្រុសយើងមានប្រពន្ធហើយលួច